ចាគោរពនឹងជំរាបសួរសួស្តីបងបងទាំងអស់គ្នាចាថ្ងៃនេះសូមមក live ផ្ទាល់វីឡាតូប្រភេទ B របស់យើងណាបងបងចាផ្ទះរបស់អតិជនបងបងផ្ទះមួយនេះចាយើងបកគលជូនគាត់ថ្ងៃហ្នឹងចាអញ្ចឹងហើយក៏ live តិចទៅចាផ្ទះនេះគឺ B06 បងបងចាគឺម្ចាស់ផ្ទះហ្នឹងគឺទិញផ្ទះបុកគ្រឹះទេបងបងចាជាក់ស្ដែងមកដល់ឥឡូវគាត់ហើយរួចរាល់ 100% ហើយគាត់មកទទួលប្លង់ថ្ងៃហ្នឹងចាក៏គាត់មកទទួលសោថ្ងៃហ្នឹងហើយពិនិត្យមើលផ្ទះដែរបងបងចានេះជាផ្ទះរបស់គាត់ហើយចាជាក់ស្ដែងតែរបស់គាត់នេះគាត់មានការកែកុនខាងក្នុងណាបងបងចាគាត់មានការកែចម្រឹងហ្នឹងគាត់យកពណ៌ពងមាន់ហើយនិយាយទៅពណ៌ខាងក្នុងអីគាត់យកលក្ខណៈបែបពងមាន់ហើយសំបីតាការ៉ូមុខចាមុខមុខផ្ទះហ្នឹងចាឃើញទេពណ៌សឯងគឺគាត់សុំក្រាមអាពណ៌សជាក់ស្ដែងកន្លែងហ្នឹងយើងក្រោយើងខ្មៅទេបងបងចាក្រោយើងខ្មៅមកពណ៌ខ្មៅទេចាតែគាត់សុំយកពណ៌សហើយនៅខាងក្នុងហ្នឹងចាពណ៌លក្ខណៈបែបពងមាន់ហ្មងចានិយាយទៅផ្ទះនេះស្អាតណាបងបងចាគាត់កែមើលទៅមួយយ៉ាងរបស់គាត់ដែរចាហើយគាត់មានការកែចក្រានបាយយកអសចាចាស្ដែងគម្រោងរបស់យើងថែមតែមួយជ្រុងទេបងបងសម្រាប់ម៉ូត B យើងនេះយើងបាន4បន្ទប់គេងណាបងបងបន្ទប់គេងយើងនៅជាន់ក្រោមមួយនៅជាន់លើ3បងបងចានៅជាន់ក្រោមនេះយើងមានកន្លែងទទួលភ្ញៀវមួយចាផ្ទះបាយមួយបន្ទប់គេងមួយជាមួយនឹងបន្ទប់ទឹកមួយបងបងចាស្អាតខ្លាំងមែនតើបងបងសម្រាប់ផ្ទះនេះតម្លៃបងដាច់របស់យើងតែ79000នេះបងបងចាម៉ូដែល B របស់យើងបែបហ្នឹងណាតម្លៃពេញរបស់យើង94000ចាបងផ្ដាច់យើង discount 15000ព្រាមតម្លៃលក់នៅសល់79000តម្លៃបងដាច់បងបងចាហើយសម្រាប់លក្ខខណ្ឌបងអត់ចង់បងផ្ដាច់ទេចាបងអាចបងតាមលក្ខខណ្ឌគម្រោងរបស់យើងក៏បានឡើងមកដល់ជាន់លើនេះបងយើងបាន3បន្ទប់នេះបន្ទប់សមាជិកគ្រួសារនៅពីទន្ទឹមគ្នាបងចាមានសភាពបែបលក្ខណៈធំទលាយចាងាយស្រួលសម្រាប់រស់នៅបងចាផ្ទះនេះមុំនៅមកគ្រួសារមុំចាបន្ទប់4យើងមានបន្ទប់នៅជាន់ក្រោមមួយទៀតសម្រាប់បងឬក៏អ៊ំពូមីងចាមានសមាជិកម៉ាក់ប៉ាអីចាស់គាត់ចាឡើងចដើអត់រួចអីគាត់អាចសម្រាននៅបន្ទប់ក្រោមនឹងបានបងចានៅលើនេះយើងបាន3បន្ទប់បងចាស្អាតណាបន្ទាប់មកយើងទៅបន្ទប់មេគ្រួសារនេះបន្ទប់មេគ្រួសារបងធំទលាយជាងបន្ទប់2នៅក្រៅចាមានបន្ទប់ទឹកនៅក្នុងនឹងហើយស្រេចស្អាតណាបងអើយចាផ្ទះរបស់គាត់សម្បីតែចម្រឹងគាត់ដាក់យ៉ាចូលពណ៌ពងមាន់ដែរផ្ទះនេះចាគាត់ថាគាត់អត់ស្រឡាញ់ខ្មៅបងចាអញ្ចឹងគាត់កែដាក់យកពណ៌ពងមាន់ទាំងអស់សម្រាប់បងដែលចាប់អារម្មណ៍វីឡាខាងយើងបងអាចឆ្លៀតពេលមកមើលឲ្យហើយទៅយើងនៅសល់តម្លៃបងដាច់79000ហ្នឹងយើងនៅសល់4ផ្ទះទៀតចាក្រៅពីហ្នឹងយើងសិតតែតម្លៃលើហ្នឹងបងចាចាប់អារម្មណ៍អាចខលសួរព័ត៌មានលម្អិតតាមរយៈលេខចា069ចាលេខក្នុង page ហ្នឹងបងអាចសួរព័ត៌មានលម្អិតពីនាងខ្ញុំបានឬក៏បងអាច add ជា Telegram សួរព័ត៌មានថែមបាន